តាំងពីក្មេងយើងតែងលើចាស់ៗនិយាយថាកុំទៅលេងភ្លៀងប្រយ័ត្នឈឺតែភ្លៀងពិតជាធ្វើឲ្យយើងឈឺមែនទេជំងឺផ្ដាសាយនិងជំងឺផ្លូវដង្ហើមភាគច្រើនបង្កឡើងដោយមេរោគ virus មិនមែនដោយសារភ្លៀងនោះឡើយហេតុអ្វីមនុស្សជាច្រើនឈឺក្រោយត្រូវភ្លៀង 1. រាងកាយត្រជាក់ខ្លាំងពេលសម្លៀកបំពាក់សើមនិងខ្យល់ត្រជាក់អាចធ្វើឲ្យយើងងាយនឹងឡើងកម្ដៅ 2. ប្រព័ន្ធការពាររាងកាយអាចធ្វើការមិនសូវល្អពេលអាកាសធាតុត្រជាក់អាចធ្វើឲ្យច្រមុះស្ងួតនិងការការពារមេរោគមិនបានល្អដូចធម្មតា 3. មេរោគឆ្លងងាយរដូវភ្លៀងមនុស្សជាច្រើននៅជុំគ្នាក្នុងកន្លែងបិទជិតធ្វើឲ្យមេរោគឆ្លងពីមួយទៅមួយបានដោយងាយតើការលេងទឹកភ្លៀងមានគ្រោះថ្នាក់ដែរឬទេមិនមែនគ្រប់ពេលទេប៉ុន្តែគួរប្រុងប្រយ័ត្នប្រសិនបើនៅសើមយូរត្រជាក់ខ្លាំងរហូតដល់ញាក់មានជំងឺផ្លូវដង្ហើមស្រាប់កុមារមនុស្សចាស់ឬអ្នកមានភាពស៊ាំខ្សោយដូចនេះចាស់ៗដែលហាមកុំឲ្យទៅលេងភ្លៀងមិនមែនខុសទាំងស្រុងនោះទេមិនមែនខ្លាចភ្លៀងបង្កជំងឺទេប៉ុន្តែខ្លាចរាងកាយត្រជាក់និងងាយឆ្លងមេរោគជាងមុនភ្លៀងមិនមែនជាមូលហេតុផ្ទាល់នៃជំងឺផ្ដាសាយទេប៉ុន្តែការសើមភ្លៀងត្រជាក់ខ្លាំងរហូតដល់ញាក់និងការប៉ះពាល់មេរោគអាចធ្វើឲ្យយើងងាយឈឺ